ជួបហើយចង់ជួបទៀតសួនរុក្ខជាតិអង្គរដែលជាសួនរុក្ខជាតិដ៏មានសក្តានុពលនិងធំជាងគេមួយនៅក្នុងខេត្តសៀមរាបស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅប្រាសាទអង្គរវត្តក្នុងសង្កាត់គោកចកក្រុងសៀមរាបខេត្តសៀមរាបកំពុងត្រៀមលក្ខណៈរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខបច្ចុប្បន្នអាជ្ញាធរជាតិអប្សរាបានពង្រីកផ្ទៃដីសួននេះរហូតដល់150ហិកតាដែលជាទីប្រមូលផ្ដុំទៅដោយរុក្ខជាតិឱសថផ្កានិងព្រៃឈើរាប់រយប្រភេទលោកមៀកបូរ៉ាអ្នកគ្រប់គ្រងទូទៅនៃសួនរុក្ខជាតិអង្គរបានឲ្យដឹងថាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះសួននឹងរៀបចំពិព័រណ៍សត្វល្អិតនិងសត្វស្លាបដើម្បីបង្ហាញពីជីវៈចម្រុះដែលកំពុងរស់នៅក្នុងបរិវេណសួននិងក្នុងតំបន់អង្គរការរៀបចំនេះមានគោលបំណងចម្បងដើម្បីឲ្យភ្ញៀវទេសចរបានឆ្វេងយល់កាន់តែច្បាស់ពីដង្ហើមជីវិតរបស់សត្វលោកដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិបន្ថែមពីនេះក៏មានការតាំងបង្ហាញពីសត្វព្រៃកម្រមួយចំនួនដែលកំពុងមានវត្តមាននៅក្នុងតំបន់អង្គរដូចជាសត្វភេតូចមកុដនិងសត្វស្លាបចម្រុះប្រភេទដែលសុទ្ធតែជាសត្វទទួលបានការថែរក្សានិងអភិរក្សយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរជាតិអប្សរាសួនរុក្ខជាតិអង្គរគឺជាសួនរុក្ខជាតិដែលអាចនិយាយបានថាជាសួនធំមួយនៅក្នុងប្រទេសកម្ពុជាយើងហើយនៅប្រហែលថ្ងៃខាងមុខនេះយើងនឹងប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរយើងហើយសួនរុក្ខជាតិអង្គរគឺមានផែនការរៀបចំដើម្បីទទួលភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដែលគាត់មកលេងកម្សាន្តនៅខេត្តសៀមរាបយើងក៏ដូចជាទស្សនានៅប្រាសាទនានាបន្ទាប់ពីទស្សនានៅប្រាសាទនានាហើយគាត់អាចចូលមកទស្សនានៅសួនរុក្ខជាតិអង្គរយើងហើយក្នុងហ្នឹងយើងបានរៀបចំបន្ថែមពីលើដែលយើងស្រាប់មិនត្រឹមតែទស្សនានៅរុក្ខជាតិដែលមាននៅក្នុងសួនរុក្ខជាតិអង្គរទេគាត់មានឱកាសក្នុងការលេងកម្សាន្តជាមួយនឹង Playground ផងដែរហើយក្រៅពី Playground ក៏យើងបានរៀបចំដេគ័រផ្កាមួយចំនួនទៀតដូចជាសួនកលាបសួនអកដេក៏យើងបានបន្ថែមក្នុងនោះដែរហើយយើងនឹងរៀបចំការតាំងពិព័រណ៍នៅរូបភាពសត្វល្អិតក៏ដូចជាសត្វស្លាបដែលយើងមាននៅក្នុងសួនហ្នឹងហើយនឹងក៏សត្វស្លាបមួយចំនួនដែលវាមានស្រាប់នៅក្នុងតំបន់អង្គរហើយក៏យើងបានតាំងបង្ហាញពីសត្វដែលយើងបានដោះលែងនៅក្នុងតំបន់អង្គរផងដែរក្រៅពីពិព័រណ៍សត្វនិងរុក្ខជាតិដែលមានស្រាប់រុក្ខជាតិអង្គរក៏បានបង្កើនសោភ័ណភាពបន្ថែមតាមរយៈការរៀបចំសួនផ្កាកុលាបនិងសួនកេសរកូលឬហៅថាផ្កាលំអងដើម្បីផ្ដល់នូវចំណីចក្ខុដ៏ស្រស់ត្រកាលសម្រាប់អ្នកទស្សនាទន្ទឹមនឹងនោះក៏មានការរៀបចំតំបន់កម្សាន្តសម្រាប់កុមារនិងការតុបតែងលម្អតាមរចនាប័ទ្មបុណ្យចូលឆ្នាំដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទីគួររំលឹកផងដែរថាសួនរុក្ខជាតិអង្គរត្រូវបានកែលម្អនិងបើកដំណើរការជាផ្លូវការកាលពីឆ្នាំ2022គិតមកទល់ពេលនេះសួនទទួលបានភ្ញៀវទេសចរចូលទស្សនាប្រមាណជាង60,000នាក់ហើយសួនរុក្ខជាតិអង្គរបើកជូនសាធារណជនចូលទស្សនាដោយឥតគិតថ្លៃចាប់ពីថ្ងៃពុធដល់ថ្ងៃច័ន្ទមានន័យថាឈប់សម្រាករៀងរាល់ថ្ងៃអង្គារចាប់ពីម៉ោង8ព្រឹកដល់ម៉ោង6ល្ងាចបានជួបហើយចង់ជួបទៀតមិនចង់ឃ្លានពីស្នេហានឹកអាឡ័យជាប់ចិនណា